ឮដូច្នេះក្មេងស្រីនោះក៏សម្ងំលាក់ខ្លួននៅលើផ្ទះរហូតមិនហ៊ានចេញទៅក្រៅទេពេលចេញទៅប្រជុំខ្ញុំភ័យណាស់ខ្លាចគេលើករឿងដែលខ្ញុំយកក្មេងចម្លែកចូលក្នុងក្រុមហើយមិនរាយការណ៍ប្រាប់អង្គការប៉ុន្តែអង្គប្រជុំមិនបានលើកឡើងពីរឿងនេះទេគិតតែពីរឿងដកស្ទូងនិងធ្វើស្រែទៅតាមមុខសញ្ញារៀងៗខ្លួនប៉ុណ្ណោះមួយសប្តាហ៍ក្រោយមកសមមិត្តប្រធានខបានមកស្រែកប្រាប់ខ្ញុំថាល្ងាចនេះមិនបាច់ទៅឃ្វាគោទេព្រោះសមមិត្តប្រធានភូមិហៅឲ្យខ្ញុំទៅមន្ទីរឃុំនៅវេលាម៉ោង 2 រសៀលនេះម្ដាយខ្ញុំឮបែបនេះគាត់ភ័យជាខ្លាំងព្រោះគិតថាប្រហែលជាគេហៅទៅឲ្យតបមជ្ឈិមចាប់ខ្លួនហើយប៉ុន្តែខ្ញុំបែរជាដើរទៅកាន់មន្ទីរឃុំដោយគ្មានអារម្មណ៍ភ័យព្រួយអ្វីទាំងអស់ព្រោះសមមិត្តប្រធានភូមិទើបតែឡើងមកថ្មីធ្លាប់រាប់អានចិត្តស្និទ្ធជាមួយខ្ញុំដែរនៅពេលទៅដល់ខ្ញុំមិនឃើញគាត់ទេឃើញតែទាហានមជ្ឈិម4នាក់ស្ពាយកាំភ្លើងឈររេរានៅទីនោះក្រោយមកទើបឃើញសមមិត្តប្រធានភូមិមកដល់ហើយប្រាប់ខ្ញុំថាទៅជួយបូករបាយការណ៍ស្ថិតិជាមួយគាត់ពេលគាត់កំពុងឈររេរាមានប្រជាជនម្នាក់បានមកកេះគាត់ឲ្យចេញឆ្ងាយពីខ្ញុំបន្តិចហើយខ្សឹបឮថាវាជាប្រជាជន17មេសាទេទុកវាធ្វើអីហេតុអ្វីមិនឲ្យគេចាប់យកទៅសម្លាប់ខ្ញុំគិតថាជីវិតខ្ញុំចប់ហើយប៉ុន្តែសមមិត្តប្រធានភូមិបែរជានៅស្ងៀមព្រោះគាត់ក៏មានវិបដិសារីដែលបានបញ្ជូនប្អូនរបស់គាត់ដែលធ្លាប់ធ្វើការនៅក្នុងក្រសួងមន្ទីរឲ្យទៅតមជ្ឈិមសម្លាប់ម្យ៉ាងវិញទៀតអំណាចក្នុងការសម្លាប់មនុស្សគឺស្ថិតនៅលើកណ្ដាប់ដៃសមមិត្តឆ្នាំងជាអ្នកសម្រេចដូច្នេះប្រសិនបើកសិករនោះរាយការណ៍ទៅគាត់នោះខ្ញុំប្រកាសជាស្លាប់ហើយបន្ទាប់មកស្រាប់តែមានតបមជ្ឈិមម្នាក់ឡើងជណ្ដើរតម្រង់មករកខ្ញុំធ្វើឲ្យខ្ញុំបារម្ភជាខ្លាំងព្រោះគិតថាប្រហែលជាកសិករនោះទៅរាយការណ៍ឲ្យគេមកចាប់ខ្លួនខ្ញុំហើយពេលកំពុងអង្គុយនៅកន្លែងសមាមិត្តឆ្នាំងធ្វើការតបមជ្ឈិមម្នាក់នោះចេះតែសម្លឹងមកខ្ញុំដោយកែភ្នែកយ៉ាងមុតរហូតបន្ទាប់មកក៏ដើរមកជិតខ្ញុំរួចសុំក្រដាសដែលខ្ញុំកំពុងមើលយកមកពិនិត្យហើយនិយាយថាហេតុអ្វីក៏យូរខ្លាំងម្ល៉េះពេលនោះខ្ញុំបានធូរក្នុងទ្រូងបន្តិចរួចក៏ប្រាប់ទៅវិញថាខ្ញុំទៅតែមកបោកនៅថ្ងៃនេះទេពីមុនមកមានអ្នកដតីមកបោកប៉ុន្តែបោកមិនតាន់ចេញដូច្នេះល្ងាចនេះប្រកាសជារួចរាល់ហើយតបនោះក៏ប្រាប់មកវិញថាថ្ងៃស្អែកខ្ញុំមកយកមែនទែនហើយរួចក៏ចុះទៅវិញបាត់បើតាមស្ថិតិដែលគេឲ្យយកមកធ្វើមានគំរូស្រាប់ខ្ញុំគ្រាន់តែស្រង់ចំនួនប្រជាជនដែលនៅសល់រួមមានមនុស្សចាស់ជរាមនុស្សចាស់អាចធ្វើការបានកសិករម៉ែកម្លាំងយុវជនយុវនារីក្មេងៗដែលអាចធ្វើការកើតក្មេងៗដែលមិនទាន់អាចធ្វើការបាននិងចំនួនគោក្របីសេះរទេះគោរទេះសេះនំកល់រនាស់ទូកណូតនិងចំនួនដីស្រែចម្ការដោយឃើញថានៅតែបូកសរុបចំនួនប្រជាជនខ្ញុំក៏បើកបញ្ជីស្ថិតិប្រជាជនក្នុងភូមិមើលក្នុងនោះខ្ញុំឃើញមានរាយឈ្មោះប្រជាជនទៅតាមប្រភេទគ្រួសារនីមួយៗដោយមានគ្រួសារមួយចំនួនគេគូសប៊ិចក្រហមនៅពីក្រោមយ៉ាងវែងដែលគ្រួសារនោះជាប្រជាជន17មេសាហើយដែលត្រូវគេជម្លៀសយកទៅបាត់អស់ហើយពេលនោះខ្ញុំក៏ខំបើករកមើលឈ្មោះរបស់ខ្ញុំដែរប៉ុន្តែមិនឃើញមានគូសប៊ិចក្រហមតតែសោះអញ្ចឹងមានន័យថាគេភ្លេចគូសឈ្មោះរបស់ខ្ញុំជាមិនខានបានជាខ្ញុំអាចរួចខ្លួនទោះបីជាគេមិនគូសប៊ិចក្រហមនៅពីក្រោមឈ្មោះរបស់ខ្ញុំក៏ដោយក៏មានមនុស្សមួយចំនួនបានដឹងពីប្រវត្តិខ្ញុំច្បាស់ដែរប៉ុន្តែដោយសារសមាមិត្តឆ្នាំងមិនដឹងពីប្រវត្តិខ្ញុំទើបបានជាខ្ញុំអាចនៅបន្តការងារនៅទីនេះបាននៅក្នុងខែសីហាឆ្នាំ1978ទឹកឡើងកាន់តែពីបមាត់ច្រាំងទន្លេនៅពេលនោះសហករណ៍ហូបបាយរួមកំពុងស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់តបនិរតីមជ្ឈិមដែលកន្លងមកនេះអ្នកទាំងនោះបានជម្លៀសប្រជាជនមួយភាគធំយកទៅសម្លាប់យ៉ាងអាថ៌កំបាំងព្រោះគេមិនទុកចិត្តប្រជាជនអំពីរបៀបគ្រប់គ្រងបដិវត្តន៍មហេលោតផ្លោះមហេអស្ចារ្យរបស់ខ្លួនដែលជាអង្គការពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំរស់នៅទាំងប្រលឹងចង្សក់ព្រោះមិនដឹងថាថ្ងៃណាគេយកទៅសម្លាប់នោះទេនៅល្ងាចថ្ងៃមួយគេប្រជុំថ្នាក់ដឹកនាំដូចធម្មតាប៉ុន្តែប្រធានក្រុមនីមួយៗបាននិយាយត្អូញត្អែរពីការខ្វះខាតស្មៅអេកូស៊ី
ព្រោះតែប្រធានក្រុមកុមារទាំងអស់ឈប់រវីរវល់ជាមួយការងាររបស់ខ្លួនជាហេតុធ្វើឲ្យកុមារមិនអាចដោះស្រាយបញ្ហាឲ្យស្មៅដល់គោបានគឺឲ្យគោស៊ីតែចម្បាំងប៉ុណ្ណោះក្រោយមកគេបានប្រៀបធៀបនិងលើកសរសើរដល់ក្រុមរបស់ខ្ញុំដែលមានខ្ញុំជាអ្នកដឹកនាំក្មេងៗទៅបាចស្មៅក្នុងទឹកសម្រាប់ផ្គត់ផ្គង់ចំណីដល់គោសមាមិត្តឆ្នាំងក៏បានដឹងពីរឿងនេះដែរប៉ុន្តែគាត់មិនដឹងថាត្រូវចាត់វិធានការយ៉ាងដូចម្តេចចំពោះប្រធានក្រុមកុមារផ្សេងៗទៀតពីព្រោះគាត់ទាំងនោះជាប្រជាជនមូលដ្ឋានម្យ៉ាងវិញទៀតក្រោយពីសមាមិត្តឆ្នាំងជំលះប្រជាជនឲ្យទៅតបនិរតីសម្លាប់ប្រជាជនទាំងនោះហាក់ដូចជាលែងជឿទុកចិត្តលើសមាមិត្តឆ្នាំងទៀតដូច្នេះហើយបានជានៅពេលមានទឹកជំនន់ជួបការលំបាកគេនាំគ្នាប្រគល់ការងារឲ្យតែក្មេងៗជាអ្នកទទួលខុសត្រូវជំនួសវិញស្អែកឡើងនៅពេលល្ងាចគេក៏នាំគ្នាមកប្រជុំម្ដងទៀតប៉ុន្តែលើកនេះប្រធានក្រុមទាំងឡាយហាក់ដូចជាមកយឺតខុសធម្មតាចំណែកសមាមិត្តឆ្នាំងវិញបែរជាមកដល់មុនគេខុសពីរដងក្រោយពីជួបខ្ញុំតែពីរនាក់ស្ងាត់គាត់ក៏ប្រាប់ខ្ញុំថាខ្ញុំជាប្រជាជន17មេសាទេដូច្នេះគាត់នឹងដកខ្ញុំចេញពីតំណែងប្រធានក្រុមកុមារវិញនៅពេលណាដែលគាត់រកអ្នកថ្មីមកជំនួសបាននេះគឺជាដំណាក់កាលចុងក្រោយនៃជីវិតរបស់ខ្ញុំហើយពីព្រោះអាថ៌កំបាំងទាំងឡាយត្រូវបានលាតត្រដាងក្រោយពេលដែលមានការលើកសរសើរពីរូបខ្ញុំរួចបង្អាប់អ្នកដទៃទើបធ្វើឲ្យមានភាពក្តៅក្រហាយនិងការច្រណែនឈ្នានីសកើតឡើងរហូតនាំគ្នាប្រាប់សមាមិត្តឆ្នាំងថាខ្ញុំជាប្រជាជន17មេសានេះពិតជាដោយការគិតស្មានរបស់ខ្ញុំពីមុនមកមែនបើខ្ញុំចូលបម្រើការងារនៅក្នុងជួរដឹកនាំបដិវត្តន៍គឺខ្ញុំពិតជាត្រូវជួបប្រទះនៅផលវិបាកនៅពេលចុងក្រោយជាមិនខានបន្តិចក្រោយមកប្រធានក្រុមផ្សេងទៀតក៏បានមកជួបជុំគ្នារួចនាំគ្នាប្រជុំដោយធម្មតាសមាមិត្តឆ្នាំងជាមនុស្សឆ្លាតខ្លាំងណាស់ព្រោះគាត់អាចក្តាប់សភាពការនៅក្នុងភូមិឃុំបានយ៉ាងល្អម្យ៉ាងទៀតគាត់អាចអាកាត់បញ្ហាទាំងឡាយដោយគ្មានទើសទាល់ត្រង់ណាទេដោយបានធ្វើឲ្យមនុស្សទាំងអស់គ្នានៅក្នុងភូមិគោរពកោតខ្លាចគាត់ថាជាអ្នកដឹកនាំដ៏ឈ្លាសវៃប៉ុន្តែគាត់មិនបានដឹងខ្លួនទេថាការឈ្លាសវៃរបស់គាត់បានដឹកនាំប្រជាជនទៅរកមហាសោកនាដកម្មដ៏ធំធេងមួយពីព្រោះតែអំណាចផ្ដាច់ការនេះហើយទើបធ្វើឲ្យមនុស្សដែលស្ថិតនៅក្នុងអំណាចនោះជាប់ជំពាក់វគ្គវិនមិនអាចថយក្រោយបានហើយនាំគ្នាខំអនុវត្តទៅតាមបទបញ្ជារបស់ថ្នាក់លើតគ្នាយ៉ាងត្រង់ភ្លឹងរហូតធ្វើឲ្យអ្នកដែលក្តាប់អំណាចថ្នាក់លើឆ្លក់វង្វេងនិងមើលឃើញថាខ្លួនឯងជាមនុស្សប្រសើរខ្ពង់ខ្ពស់រួចសម្លឹងមើលមកប្រជាជនគ្រាន់តែជាឧបករណ៍របស់ខ្លួនតែប៉ុណ្ណោះនៅក្នុងអង្គប្រជុំខ្ញុំខ្លាចតែសមាមិត្តឆ្នាំងលើកពីរឿងរបស់ខ្ញុំមកនិយាយទេព្រោះមិនដឹងថាត្រូវយកមុខទៅទុកនៅឯណាប៉ុន្តែដោយសារតែស្ថានភាពប្រធានក្រុមកុមារមានសភាពដុនដាបពេកទើបគាត់មិនលើកយកមកនិយាយហើយទុកឲ្យខ្ញុំនៅធ្វើការបន្តទៀតពេលត្រឡប់មកដល់ផ្ទះវិញខ្ញុំមានអារម្មណ៍ពិបាកចិត្តយ៉ាងខ្លាំងហើយបាននិយាយរឿងនេះប្រាប់ទៅដល់ម្ដាយរួចគាត់ក៏នៅស្ងៀមលេងមាត់កអ្វីទាំងអស់សង្គមបដិវត្តន៍អយុត្តិធម៌ណាស់បង្កើតសាលាឲ្យរៀនហើយបែរជាបិទទៅវិញគ្រាន់តែខ្ញុំភៀសខ្លួនទៅតំបន់លន់នល់ដើម្បីស្វែងរកចំណេះវិជ្ជាបន្តក៏ក្លាយទៅជាប្រជាជន17មេសាដែលជាខ្មាំងរបស់អង្គការនិងជាមុខសញ្ញាត្រូវកំទេចចោលទៅវិញដូច្នេះខ្ញុំខំបន់ស្រន់សូមកុំឲ្យមានអ្នកណាចូលមកជំនួសតំណែងខ្ញុំឲ្យសោះព្រោះបើមានអ្នកថ្មីចូលមកជំនួសនោះជីវិតរបស់ខ្ញុំពិតជាត្រូវបាត់បង់ជាមិនខានស្អែកបន្ទាប់ខ្ញុំបានដឹកនាំក្មេងៗឡើងជិះទូករួចឆ្លងទន្លេទៅត្រើយម្ខាងដើម្បីបោចស្មៅនៅក្នុងទឹកដោយរាល់ដងប៉ុន្តែអារម្មណ៍ខ្ញុំបង្កប់ដោយទុក្ខព្រួយតែខ្ញុំខំរក្សាអាកប្បកិរិយាដដែលដើម្បីកុំឲ្យក្មេងៗដឹងនិងបាក់ទឹកចិត្តលែងធ្វើការបន្តទៀតម្យ៉ាងវិញទៀតជីវិតខ្ញុំអាចបន្តពីមួយថ្ងៃទៅមួយថ្ងៃបានក៏ដោយសារតែខ្ញុំធ្វើការងារនៅក្នុងសហគមន៍បានល្អនិងជោគជ័យដែរចេញទៅបោចស្មៅម្ដងនេះមានក្មេងម្នាក់ប្រាប់ខ្ញុំថាគេបានឃើញទួលមួយដែលមានស្មៅនិងស្លឹកឫស្សីប៉ុន្តែនៅខាងក្រោយមានភ្នូខ្មោចហើយមិនទាន់មានអ្នកណាធ្លាប់ទៅច្រូតនៅឡើយទេខ្ញុំក៏សួរទៅវិញថាភ្នូខ្មោចដែលនិយាយនោះជាភ្នូខ្មោចថ្មីឬចាស់ក្មេងនោះឆ្លើយថាជាភ្នូខ្មោចចាស់ដែលមានតាំងពីសង្គមចាស់មកម្លេះក្មេងៗគ្រាន់តែឮថាភ្នូខ្មោចក៏នាំគ្នាខ្លាចរអាគ្រប់គ្នាប៉ុន្តែខ្ញុំបានពន្យល់ក្មេងទាំងនោះឲ្យជប់ខ្លាច
ព្រោះខ្មោចមិនមានទេនៅលើលោកនេះយើងត្រូវតាំងចិត្តជាអ្នកវិទ្យាសាស្ត្រក្លាហានហ៊ានពិនិត្យវែកញែករកការពិតនិងហ៊ានប្រយុទ្ធតតាំងនឹងបាតុភូតធម្មជាតិនោះយើងប្រកាសជាលែងខ្លាចខ្មោចទៀតហើយក្រោយពីស្ដាប់ការណែនាំរបស់ខ្ញុំរួចហើយក្មេងៗទាំងនោះហាក់ដូចជាលែងខ្លាចខ្មោចរួចនាំគ្នាអុំទូកតម្រង់ទទួលភ្នូរខ្មោចនោះពេលទៅដល់ទីនោះយើងក៏ប្រទះឃើញភ្នូរខ្មោចនោះមែនដែលធ្វើឲ្យយើងមានអារម្មណ៍ត្រេកអរព្រោះនៅទីនោះមានដោះស្មៅជាច្រើនខ្ញុំបានប្រាប់ក្មេងៗទាំងនោះថាមិនត្រូវត្រេកអរខ្លាំងពេកទេព្រោះនៅក្នុងស្មៅនេះអាចមានពស់អាសិរពិសដូច្នេះមុននឹងចូលច្រូតត្រូវវាយបង្អើលវាឲ្យចេញសិនដោយត្រូវវាយពីជ្រុងម្ខាងទៅជ្រុងម្ខាងទៀតហើយទុកផ្លូវឲ្យវារត់ចេញព្រោះបើមិនទុកផ្លូវទេវានឹងបកមកខាំយើងជាមិនខានក្មេងៗបាននាំគ្នាអនុវត្តតាមសម្ដីរបស់ខ្ញុំទាំងអស់ដោយវាយបង្អើលសត្វទាំងអស់រួចទើបចាប់ផ្ដើមច្រូតស្មៅពេលល្ងាចខ្ញុំក៏ទៅប្រជុំបូកសរុបការងារប្រចាំថ្ងៃនៅឯមន្ទីរឃុំដោយរាល់ដងប៉ុន្តែនៅពេលប្រជុំអារម្មណ៍របស់ខ្ញុំផ្ដោតទៅលើតែសមាមិត្តឆ្នាំងប៉ុណ្ណោះព្រោះខ្ញុំខ្លាចគាត់លើករឿងរ៉ាវផ្ទាល់ខ្លួនរបស់ខ្ញុំមកនិយាយតែសំណាងល្អគាត់មិនបានលើករឿងខ្ញុំមកនិយាយទេគឺគ្រាន់តែដោះស្រាយបញ្ហានៅក្នុងក្រុមនីមួយៗប៉ុណ្ណោះពេលត្រឡប់មកដល់ផ្ទះវិញម្ដាយខ្ញុំបានលួចខ្សឹបប្រាប់ខ្ញុំថាគាត់ឮគ្នាគាត់និយាយថាពីយប់មិញមានតបព្រៃឡោមព័ទ្ធផ្ទះរបស់សមាមិត្តឆ្នាំងខ្ញុំក៏ប្រាប់គាត់វិញថាសមាមិត្តឆ្នាំងគ្មានអ្វីប្លែកទេទំនងជាគាត់ខំរក្សាអាកប្បកិរិយានិងក៏ចំហជាអ្នកដឹកនាំហើយទើបគាត់មិនបានបង្ហាញឲ្យថ្នាក់ក្រោមដឹងពីវិបត្តិផ្ទាល់ខ្លួនគាត់ដែលកំពុងជួបប្រទះម្យ៉ាងទៀតគាត់នៅតែបញ្ជានិងចាត់តាំងការងារយ៉ាងសកម្មនិងក្លាហានជានិច្ចនៅយប់នោះតបព្រៃមានគ្នាប្រហែលជា7ទៅ8នាក់ដែលប្រដាប់ដោយកាំភ្លើងគ្រប់ដៃបានមកកោសទ្វារផ្ទះសមាមិត្តឆ្នាំងរួចចាប់គាត់ធ្វើជាចំណាប់ខ្មាំងអស់រយៈពេលពេញមួយយប់តបព្រៃទាំងនោះបានគៀបសង្កត់គាត់ឲ្យព្រមចោះចាញ់ហើយបង្ខំគាត់ឲ្យធ្វើការជាមនុស្សក្បាលពីរគឺនៅពេលថ្ងៃបម្រើឲ្យខាងតបនិរតីមជ្ឈិមចំណែកពេលយប់បម្រើឲ្យខាងតបព្រៃតបទាំងនោះបានហាមសមាមិត្តឆ្នាំងមិនឲ្យយកមនុស្សទៅសម្លាប់បន្តទៀតហើយត្រូវចូលរួមប្រយុទ្ធជាមួយតបនិរតីមជ្ឈិមនិងត្រូវផ្ដល់អង្ករត្រីព្រមទាំងសាច់ទៅដល់តបព្រៃផងបើសិនជាគាត់ហ៊ានក្បត់ហើយបាយការនោះគេនឹងសម្លាប់គាត់ទាំងគ្រួសារពេលឃើញតបព្រៃចូលមកបែបនេះសមាមិត្តឆ្នាំងភ្ញាក់ខ្លួនព្រឺតព្រោះមិននឹកស្មានថាគាត់បោះសម្អាតមនុស្សមិនឲ្យអស់រួចអ្នកដែលនៅសេសសល់បែរជាមានអាវុធគ្រប់ដៃហ៊ានចេញមុខមកប្រឆាំងនឹងរដ្ឋអំណាចរបស់គាត់ដែលមានខ្នងក្រាស់ដូចជាមជ្ឈិមបក្សដ៏មហិអស្ចារ្យបែបនេះសោះពេលនោះបណ្ដាញតបព្រៃហាក់ដូចជានៅបង្កប់យ៉ាងជ្រៅក្នុងសហករណ៍ព្រោះគេអាចក្តាប់សភាពការបានយ៉ាងច្បាស់ដែលធ្វើឲ្យសមាមិត្តឆ្នាំងត្រូវតែយល់ព្រមចោះចាញ់និងគោរពទៅតាមលក្ខខណ្ឌរបស់តបព្រៃដាក់ឲ្យធ្វើថ្មីត្បិតតែតបព្រៃមានចំនួនតិចប៉ុន្តែតបទាំងនោះមានអានុភាពខ្លាំងក្លាណាស់ព្រោះមានកាំភ្លើងដែលអាចសម្លាប់មនុស្សពេលណាក៏បានហេតុនេះហើយទើបធ្វើឲ្យអ្នកនយោបាយគ្រប់គ្រងអំណាចអាចបញ្ជានិងបត់បែនសង្គមបដិវត្តន៍ឲ្យក្រឡាប់ចាក់បែបនេះបាននៅពេលនោះកាំភ្លើងមានចំនួនត្រឹមតែ2ទៅ3ដើមប៉ុណ្ណោះប៉ុន្តែអាចគំរាមនិងបញ្ជាសមាមិត្តឆ្នាំងឲ្យផ្លាស់ប្ដូរគំនិតបានព្រោះគាត់ខ្លាចគេយកទៅសម្លាប់ចោលទាំងគ្រួសារដោយសារតែកម្លាំងតបព្រៃដ៏តូចនេះហើយទើបអាចជួយសង្គ្រោះជីវិតរបស់ខ្ញុំបានព្រោះវាបានបង្អាក់ចលនាយកមនុស្សទៅសម្លាប់បានមួយចំណែកធំប៉ុន្តែវាហាក់ដូចជានៅឆ្ងាយដូចជើងមេឃពីព្រោះកម្លាំងតបព្រៃតិចណាស់បើប្រៀបទៅនឹងតបមជ្ឈិមបកកុម្មុយនីសដែលកំពុងគ្រប់គ្រងមនុស្សនៅពេលដែលទឹកចាប់ផ្ដើមលិចផ្លូវនៅសល់តែទីទួលសម្រាប់ដាក់គោនិងការងារបង្កបង្កើនផលនៅក្នុងសហករណ៍ក៏គ្មានអ្វីធ្វើអ្នកស្រុកដែលមានរបបដីស្រែតាំងពីមុនមកបាននាំគ្នាជិះទូកចុះឡើងទៅដកស្ទូងនិងច្រូតកាត់ស្រូវប្រាំងចំណែកខ្ញុំបានដឹកនាំក្រុមក្មេងៗទៅធ្វើការនៅក្នុងវត្តមួយដែលមានរូបព្រះពុទ្ធបដិមាជាច្រើនត្រូវបានវាយកំទេចចោលហើយក៏ជាទីកន្លែងដែលខ្មែរក្រហមយកមនុស្សទៅសម្លាប់ដោយទម្លាក់ទៅក្នុងអណ្ដូងដែរប៉ុន្មានថ្ងៃក្រោយមកទៀតទឹកបានឡើងលិចរោងបាយរួមចុងភៅមិនអាចរកកន្លែងដាំបាយខ្ទះត្នោតបានគេក៏ចែកចានឆ្នាំងនិងរបបអង្គរប្រហុកជារបបពលកម្មមួយថ្ងៃសម្រាប់មួយថ្ងៃឲ្យប្រជាជនដាំបបរតាមផ្ទះរៀងៗខ្លួនវិញដូច្នេះ
យើងទាំងអស់គ្នាហាក់ដូចជាមានសេរីភាពក្នុងការហូបចុកហើយអាចច្នៃម្ហូបអាហារទៅតាមចិត្តចង់ដោយសាររកស្មៅសម្រាប់កូរស៊ីលេងបានខ្ញុំក៏នាំក្មេងៗបោយស្លឹកឫស្សីនិងស្លឹកកំប្លោកជំនួសវិញចាប់តាំងពីមានទឹកលេខភូមិមកការប្រជុំបូកសរុបការងារថ្នាក់ដឹកនាំនៅឯមន្ទីរឃុំក៏ផ្អាកដែរតែបងឆ្នាំងតែងតែប្រចាំការនៅទីនោះដដែលប៉ុន្មានថ្ងៃក្រោយទើបមានទ័ពនិរតីមជ្ឈិមជិះកាណូតធំល្មមគ្មានដំបូលមានទ័ពជាង20នាក់ប្រដាប់ដោយអាវុធគ្រប់ដៃចុះមកត្រួតពិនិត្យសភាពការនិងពង្រឹងជំហរបងឆ្នាំងក្រោយពីពិនិត្យរួចគេក៏ទារអង្ករពីបងឆ្នាំងចំនួន4ទៅ5បាវដើម្បីយកទៅមូលដ្ឋានរបស់ខ្លួននៅឯស្រែទិសខាងត្បូងជាទីតាំងរបស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃទឹកកាន់តែលិចខ្លាំងឡើងធ្វើឲ្យប្រជាជនខ្លះដែលមានផ្ទះទាបត្រូវលិចអស់គ្មានកន្លែងរស់នៅក្រោយពីទឹកស្រកនៅក្នុងរោងបាយក៏មានបិទប្រកាសរបស់គណៈកម្មាធិការមជ្ឈិមបដិវត្តន៍មួយសន្លឹកដែលមានអក្សរវាអង់គ្លេសលេខនិងមានអត្ថន័យជាសង្ខេបដូចតទៅគណៈកម្មាធិការមជ្ឈិមបដិវត្តន៍កម្ពុជាសូមប្រកាសផ្សព្វផ្សាយជូនដល់កម្មាភិបាលដឹកនាំទទួលខុសត្រូវគ្រប់ជាន់ថ្នាក់ឲ្យបានជ្រាបថាចាប់ពីពេលចុះហត្ថលេខានេះតទៅប្រជាជនទាំងមូលត្រូវមានសិទ្ធិរស់នៅស្មើភាពគ្នាគ្មានការបែងចែកចាស់ឬថ្មីហាមមិនឲ្យមានការប៉ះពាល់ដល់អាយុជីវិតសូម្បីតែម្នាក់តទៅទៀតជាដាច់ខាតសូមកម្មាភិបាលដឹកនាំគ្រប់ជាន់ថ្នាក់គោរពអនុវត្តដោយភារកិច្ចទទួលខុសត្រូវបដិវត្តន៍ខ្ពស់បំផុតដោយស្មារតីសាមគ្គីភេរៈបដិវត្តន៍ធ្វើនៅភ្នំពេញឆ្នាំ1978ទោះជារឿងនេះគួរឲ្យរីករាយបំផុតយ៉ាងណាក៏ដោយក៏ប្រជាជនគ្រប់គ្នានៅតែរក្សាភាពស្ងប់ស្ងាត់មិនហ៊ានហូរកញ្ជ្រៀវឡើយប៉ុន្មានថ្ងៃមកទៀតនៅតាមចង្ក្រានបាយរួមពេលដែលដីគោករឹងអាចដើរបានពួកនិរតីមជ្ឈិមក៏បាននាំទ័ពជាច្រើនចុះមកពង្រឹងមូលដ្ឋានភូមិឃុំខ្ញុំឡើងវិញដោយបញ្ជាឲ្យប្រជាជនហូបបាយរួមនិងធ្វើការរួមឡើងវិញថែមទាំងមានតំណាងម្នាក់នៅធ្វើការអមជាមួយបងឆ្នាំងទៀតផងនៅថ្ងៃទី27ខែធ្នូឆ្នាំ1978ប្រធានក្រុមបានប្រាប់ប្រជាជននៅតាមផ្ទះថាយើងត្រូវជម្លៀសទៅភូមិភាគកណ្ដាលហើយដោយថ្ងៃនេះមិនចាំបាច់ទៅធ្វើការអ្វីទេត្រូវនាំគ្នាទៅរៀបចំអីវ៉ាន់ហើយទៅបើកយកអង្ករចាននិងឆ្នាំងពីរោងបាយសម្រាប់ត្រៀមខ្លួនធ្វើដំណើរទៅឆ្ងាយបន្ទាប់ពីធ្វើតាមសម្ដីរបស់អង្គការហើយគ្រួសារខ្ញុំក៏រៀបចំអីវ៉ាន់ដាក់ក្នុងរទេះដៃរុញមួយធ្វើពីកង់ឈើព្រលឹមឡើងក៏ចេញដំណើរជាមួយអ្នកភូមិទាំងអស់គ្នាពេលខ្ញុំរុញរទេះដៃជាមួយប្អូនៗរបស់ខ្ញុំរហូតដល់ពាក់កណ្ដាលភូមិក៏ប្រទះឃើញខ្មោចមួយអណ្ដែតទឹកកណ្ដាលទន្លេនិងឃើញទ័ពនិរតីចំនួន3នាក់ជិះកង់ឌុបកសិករម្នាក់ដែលខ្ញុំមិនស្គាល់អត្តសញ្ញាណរបស់គាត់ទេចងស្លាប់សេកនិងរុំមុខចិត្តដោយក្រណាត់ខ្មៅឌុបយកទៅក្បាលភូមិតំណងជាយកទៅសម្លាប់នៅវេលាថ្ងៃត្រង់ពេលមកដល់វត្តមួយនៅកណ្ដាលឃុំដែលជាកន្លែងធ្លាប់ប្រជុំមីទីងយើងទាំងអស់គ្នាក៏នាំគ្នាឈប់សម្រាកហូបបាយនិងគេងនៅទីនេះមួយយប់នៅថ្ងៃទី29ខ្ញុំក៏រុញរទេះដៃដែលផ្ទុកអីវ៉ាន់ជាច្រើនដើរបន្តទៅមុខទៀតរហូតដល់ពេលព្រលប់ទើបទៅដល់ទីរួមស្រុកមួយក្នុងពេលនោះខ្ញុំសង្កេតឃើញពងមនុស្សមួយក្រុមតូចកំពុងដើរព័ទ្ធមិត្តឆ្នាំងនិងក្រុមគ្រួសាររបស់គាត់មិនឲ្យចាក់ចេញពីហ្វូងប្រជាជនឡើយពីព្រោះមិត្តឆ្នាំងជាមនុស្សជិតស្និទ្ធរបស់ពួកមជ្ឈិមប្រសិនបើមិត្តឆ្នាំងជាប់ជាចំណាប់ខ្មាំងរបស់ទ័ពខ្មាំងមជ្ឈិមក៏មិនហ៊ានប៉ះពាល់ដល់ហ្វូងប្រជាជនដែរនៅថ្ងៃទី30គេក៏បញ្ជាឲ្យចេញដំណើរទៅមុខទៀតរហូតដល់ពេលព្រលប់ទើបយើងទៅដល់ទីវាលមួយដែលនៅខាងឆ្វេងដៃមានទួលមួយនិងដើមពោធិ៍មួយដើមនៅយប់នោះខ្ញុំឮដំណឹងថានៅមូលដ្ឋានសហគមន៍ភូមិឃុំដែលនៅទិសខាងលិចភូមិខ្ញុំមិនព្រមគោរពតាមបញ្ជារបស់មជ្ឈិមដែលជំលះទេរហូតធ្វើឲ្យទ័ពមជ្ឈិមធ្វើការហុំព័ទ្ធក្រោយមកក៏ឮដំណឹងថាអ្នកទាំងនោះត្រូវបានដោះលែងព្រោះមានទ័ពផ្សេងមកជួយនៅថ្ងៃទី31មានបញ្ជាឲ្យដើរទៅមុខទៀតឆ្ពោះទៅទិសខាងជើងខេត្តកំពង់ចាមរហូតដល់ពេលយប់ទៅដល់ចំការកស៊ូពាមជាងក្រោយពីឆ្លងផុតទីនេះយើងក៏បានមកដល់ភូមិអ្នកស្រុកដែលមានប្រជាជនរស់នៅយ៉ាងច្រើនយើងមានការចម្លែកចិត្តជាខ្លាំងពេលមកដល់ព្រោះប្រជាជននៅទីនេះបែរជានាំគ្នាសង្ងំនៅក្នុងផ្ទះបិទទ្វារជិតឃើញតែពន្លឺចង្កៀងផ្លុងៗទៅវិញ
ដោយពួកគេមិនបានទទួលស្វាគមន៍រាក់ទាក់ជាមួយយើងឡើយព្រលឹមឡើងពេលកំពុងតែបន្តដំណើរទៅមុខយើងស្រាប់តែឮសំឡេងគ្រាប់បែកផ្ទុះនៅទិសខាងកើតបន្តិចក្រោយមកទៀតខ្ញុំក៏ឮសូរសំឡេងគ្រាប់បែកផ្ទុះជាច្រើនគ្រាប់នៅកំពង់ចន្លងទន្លេបិទដោយសារតែមិនអាចធ្វើដំណើរទៅមុខទៀតយើងក៏បកក្រោយត្រឡប់មកព្រៃចំការកស៊ូវិញនៅថ្ងៃទី3ពេលធ្វើដំណើរត្រឡប់មកផ្ទះវិញខ្ញុំឃើញតាមផ្លូវមានសភាពស្ងាត់ជ្រងំនៅទីនោះរហូតដល់ថ្ងៃទី7មករា1979ខ្ញុំបានស្ដាប់វិទ្យុផ្សាយសំឡេងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាថាប្រទេសរបស់យើងត្រូវបានរំដោះហើយចំណែកឯមេដឹកនាំធំក៏បាននាំគ្នាភៀសខ្លួនទៅកាន់ភូមិភាគពីរយប់ដំណឹងនេះបានធ្វើឲ្យប្រជាជនមានការត្រេកអរជាខ្លាំងដែលបញ្ជាក់ថាប្រទេសយើងមានសិទ្ធិនិងសេរីភាពឡើងវិញហើយ